ការចិញ្ចឹមមាន់មិនចេះតែលំបាកទេបាទជាពិសេសដូចពូគង់ធ្លាប់ចិញ្ចឹមមាន់តលេងរត់អារាយតាមដីក៏ចេះចិញ្ចឹមណាចិញ្ចឹមក៏បានផលហើយឥឡូវយើងគិតមើលដែលវិធីសាស្ត្រនឹងវាគេហៅថាច្រើនបែបច្រើនទម្រង់ណាបាទច្រើនបែបច្រើនទម្រង់ទៅតាមកលៈទេសៈពេលវេលាទីកន្លែងបាទទីកន្លែងណាខ្លះចង្អៀតអីចឹងទៅឬក៏ទីប្រជុំជនពេកទៅក៏មិនអាចចិញ្ចឹមលេងរត់អារាយអញ្ចឹងបានទេបាទហើយសម្រាប់ពគង់ចូលចិត្តតែកន្លែងដាច់ស្រយាលអញ្ចឹងដើម្បីចិញ្ចឹមទៅលេងបានសេរីអញ្ចឹងទៅណាបាទហើយនៅមានផែនការបន្តទៀតអញ្ចឹងទៅបាទហើយម្យ៉ាងទៀតសូមរៀបបងប្អូនយើងផងដែរពីរឿងការចិញ្ចឹមឲ្យតែយើងយល់ដឹងអំពីជីវសាស្ត្ររបស់សត្វមិនថាជីវសាស្ត្រនឹងទៅលើមាន់ទៅលើទាទៅលើសត្វអីផ្សេងទេឲ្យតែយើងចេះអីយើងស្គាល់យើងដឹងវាវិធីសាស្ត្ររបស់វាគឺយើងអាចចិញ្ចឹមវាកើតដែរបាទហើយប៉ុន្តែមានបងប្អូនខ្លះក៏ធ្វើទៅក៏រៀងតានតឹងទៅបងប្អូនខ្លះក៏ធ្វើទៅរៀងស្រួលទៅអញ្ចឹងណាបាទដោយសារមានបទពិសោធន៍យូរឆ្នាំដោយពូគង់មានបទពិសោធន៍យូរឆ្នាំគ្រាន់ដែរហើយបាទពូគង់ធ្លាប់ចិញ្ចឹមតាំងពីឆ្នាំ2014មកឃើញថាវាល្អเนาะបាទវាល្អអាចដាក់បានមិនថាកន្លែងប្រជុំជនបើកន្លែងប្រជុំជនយើងរៀបចំបែបកន្លែងប្រជុំជនកន្លែងដាច់ស្រយាលយើងរៀបចំបែបកន្លែងដាច់ស្រយាលអញ្ចឹងណាបាទវិធីសាស្ត្រយុទ្ធសាស្ត្រនោះវាមានច្រើនបែបច្រើនទម្រង់ច្រើនយ៉ាងអ្វីដែលយើងចង់ធ្វើប៉ុន្តែឥឡូវនេះពគង់ចាប់ផ្ដើមកែសម្រួលដែរកែតម្រង់ដែរដោយសារឥឡូវដីនេះបងប្អូនឃើញហើយដីវាល្អលហាចលពឹងល្វើយអញ្ចឹងពគង់តែធ្វើរោងមាន់បានប៉ុណ្ណឹងអត់ទាន់បានមានអឺការចិញ្ចឹមឬក៏ដាំដុះអីផ្សេងអញ្ចឹងណាធ្វើឲ្យដីនេះទំនេរច្រើនតែឥឡូវនេះរៀងចង្អៀតហើយកន្លែងដែលបងប្អូនយើងឃើញមាន់ដើរប្រងព្រាតហ្នឹងឥឡូវហ្នឹងទៅជាចំការស្មៅហើយបន្តិចទៀតវីដេអូហ្នឹងបានឃើញហើយបងប្អូនបានទស្សនាបន្តទៅបងប្អូននឹងបានឃើញថាកន្លែងមាន់ដើរនេះសិតតែស្មៅសម្រាប់ចិញ្ចឹមកណ្ដូបបាទពគង់ដាំស្មៅណែនហើយកន្លែងហ្នឹងដល់អញ្ចឹងវាមានផលប៉ះពាល់ជាមួយគ្នានឹងមាន់ដែរបើកាលណាយើងចិញ្ចឹមមាន់នៅតែបន្តបលែងដើររ៉ាន់រាយអញ្ចឹងវាស៊ីអាស្មៅនឹងអស់ខានបានកដោបស៊ីទៀតអញ្ចឹងវគ្គក្រោយនេះពគង់ចាប់ផ្ដើមរៀបចំទ្រុងនឹងសាជាថ្មីហើយដាក់មេបាពូជហ្នឹងនៅក្នុងទ្រុងតែម្ដងអញ្ចឹងពីទម្រង់ហើយណោះបាទយើងឃើញអាប្រត់រាយបលែងនៅពេញវាលហ្នឹងក៏មានហើយក៏ពគង់កំពុងរៀបចំទ្រុងហ្នឹងសម្រាប់ចិញ្ចឹមដើម្បីឲ្យវានៅតែនៅក្នុងរោងសម្រាប់មេបាមាន់ណាបាទចឹងយើងរៀបចំស្ទប់វាត្រូវអ្វីសំខាន់ការចិញ្ចឹមសត្វរបស់យើងដូចពូគង់បានប្រាប់ចឹងហើយអាសាសង្កេតមើលលួចមើលវាថាវាសុខភាពយ៉ាងម៉េចខែណាមេឃក្តៅធ្វើម៉េចមេឃត្រជាក់ធ្វើម៉េចអានឹងជីវសាស្ត្ររបស់សត្វវាចង់បានណាយើងតែងតែសម្រួលវាទៅវាត្រូវតាមជីវសាស្ត្រអាកាសធាតុទៅធ្វើឲ្យការចិញ្ចឹមរបស់យើងនឹងវាសមប្រកបបាទដោយពគង់បានដាក់ឲ្យបងប្អូនយើងទស្សនាហើយបាទមាន់ពគង់ផ្សិចផ្សាច់ពេញដីក៏មានเนาะបាទហើយថ្មីនេះពគង់ចាប់ផ្ដើមរៀបចំនៅលើទ្រុងចល័តទៀតហ្នឹងហើយចឹងដើរដីក៏បានលើទ្រុងចល័តក៏បាននៅក្នុងរោងតែម្ដងមិនលែងចេញមកក្រៅសោះក៏បានប្រឹងកលាច់ដៃកុំឲ្យបាំងកាមេរ៉ានេះទេតែពេលណាយើងមានបទពិសោធន៍ច្រើនទៅហើយយើងចេះប្រើឆ្នាំយើងចេះធ្វើវ៉ាក់សាំងត្រឹមត្រូវហើយបងប្អូនយើងធ្វើបានដូចតែគ្នាហ្នឹងណាដូចណាទេเนาะបាទពីដំបូងដូចតែគ្នាបងប្អូនក៏អត់ចេះដូចគ្នាเนาะបាទកាលឆ្នាំដំបូងឆ្នាំទី1ឆ្នាំទី2ដំបូងដែលមិនទាន់បានចូលរៀនហ្នឹងឃើញថាដាក់ងាប់ដែរហ្នឹងបាទមាន់ពីគេទិញមកល្អណាតម្លាញណាយកមកចំបានមកប្រាវងាប់អស់លេងអញ្ចឹងទៅហើយក៏បានក្រោយមកកំពុងបានចូលសាលាចូលអីរៀនសូត្រពីការចិញ្ចឹមអញ្ចឹងទៅក៏បានទៅជាការចិញ្ចឹមខ្លួនឯងទៅកបកើតអីចឹងទៅណាបាទកបកើតទៅកំពុងចេះតែរៀនបន្តគ្នាគ្រូច្រើនដែរតរាប់តាមបានចេះបានដឹងយើងចិញ្ចឹមបានល្អប៉ុណ្ណឹងគ្រូមិនរើស
យកគេឲ្យតែលឺសូថាគ្រូពគងរៀនណាបងលុយក៏រៀនអង្គការហៅរៀនក៏រៀនតាមភូមិតាមឃុំអីចឹងណារៀនសពអស់គ្រប់កន្លែងឲ្យតែថាលឺសូថារៀនបច្ចេកទេសពាក់ព័ន្ធនឹងឈើហូបផ្លែបន្លែសัตว์រហូតដល់ពគងរៀនទៅក៏បានប្រឡងជាប់បានទៅជាគ្រូផលិតករដែលមានជំនាញឈើហូបផ្លែបន្លែសัตว์នេះឯងចឹងពគងក៏ដើររៀនគេតាមស្រុកតាមភូមិកន្លងមកចឹងណាបាទហើយឥឡូវហ្នឹងពគងក៏ចាប់ផ្ដើមកែច្នៃខ្លួនឯងហ្នឹងឲ្យវាគ្រប់ទម្រង់បាទហើយនេះរោងនេះកំពុងថាឌីក័រវាឲ្យទៅជារោងដើម្បីចំមេបាពូជនៅក្នុងរោងហ្នឹងมันចាំបាច់ប្រឡែងមកក្រៅទៀតទេដោយសារពគងកែតម្រង់អារឿងថាពគងចាប់ផ្ដើមយកដីក្បែរខាងរោងមន់ហ្នឹងអភិវឌ្ឍផ្សេងទៀតដើម្បីកុំឲ្យវាមានតែមួយមុខអញ្ចឹងណាបាទអភិវឌ្ឍហ្នឹងមានការចិញ្ចឹមសត្វអីផ្សេងផងមានការដាំដុះផងអញ្ចឹងណាបាទមានការដាំដុះឲ្យដូចជាធ្វើជាសួនសម្រាប់ឈើហូបផ្លែបន្លែអញ្ចឹងទៅចឹងពគងធ្វើឲ្យបានរចនាសម្ព័ន្ធហ្នឹងឲ្យវាកាន់តែល្អប្រសើរឡើងឥឡូវហ្នឹងចាប់ផ្ដើមរៀបឥដ្ឋរៀបសំណាញ់ដែកអីចាប់សម្រាប់ចាក់សាបចាក់អីឡើងស្អាតហើយបាទរោងនេះបាទដោយបងប្អូនឃើញក្រៅឲ្យជាងកំពុងចាប់ផ្ដើមវាស់វែងបដាធ្វើបដាអញ្ចឹងណាហើយក្នុងរោងហ្នឹងក៏មានមន់មួយផ្នែកដែរមួយជ្រុងនេះគឺយើងមន់វានៅនឹងឡើយប៉ុន្តែយើងធ្វើមួយចំហៀងទៅមន់នៅមួយចំហៀងទៅបាទចឹងគ្មានអីទេបងប្អូនយើងបើសិនណាជាបងប្អូនយើងចេះឆ្នាំការពារហើយឆ្នាំការពារពគងតែងតែអាសាប្រាប់ដែរเนาะបាទឆ្នាំដែលសំខាន់ជាងគេគឺឆ្នាំព្យាបាលរាគបាទទី1មិនថាឆ្នាំអីទេបងប្អូនយើងចិត្តមានឆ្នាំអីនៅចិត្តខ្លួនបងប្អូនយើងប្រើហ្នឹងទៅបាទហើយមួយទៀតឆ្នាំព្យាបាលផ្ដាសាយ2เนาะឆ្នាំអីមិនថាឆ្នាំអីទេឲ្យតែថាឆ្នាំហ្នឹងព្យាបាលផ្ដាសាយប៉ុន្តែគាត់ថាឲ្យឆ្នាំហ្នឹងឲ្យវាប្រកែស័ក្តិសិទ្ធិផងเนาะបាទហើយពគងមានវីតាមីន3មុខហ្នឹងពគងប្រើតែ3មុខហ្នឹងទេប៉ុន្តែឆ្នាំមិនចេះតែប្រើទេបងប្អូនយើងប្រើអាណាត្រូវហើយយើងការពារអាហ្នឹងឲ្យជាប់លាប់ទុកជាប្រចាំសម្រាប់ត្រូវការប្រើវាទៀតហើយការប្រើហ្នឹងបងប្អូនយើងប្រើឆ្នាំអីឧទាហរណ៍ថាព្យាបាលរាគឬក៏ព្យាបាលផ្ដាសាយអញ្ចឹងបងប្អូនយើងព្យាបាលឲ្យជាហើយឲ្យដាច់ទៀតเนาะជាហើយដាច់ផងជួនកាលដាក់មួយថ្ងៃពីរថ្ងៃបងប្អូនយើងឃើញវាឈប់ដាស់សាយឃើញវាឈប់ក្អកឃើញវាឈប់ព្យាសបោអីហ្នឹងក៏ទុកថ្នាំលេងដាក់អញ្ចឹងអាហ្នឹងវាបណ្ដាលឲ្យថាជាមិនដាច់វារើបវារើឡើងមកវិញថ្ងៃក្រោយវាស៊ាំនឹងថ្នាំហ្នឹងហើយថ្នាំហ្នឹងប្រើទៀតលេងត្រូវហើយเนาะបាទអញ្ចឹងពគងមានចំណេះជំនាញអីតិចតួចពគងតែងតែប្រកបប្រកាសប្រាប់បងប្អូនយើងដើម្បីឲ្យបងប្អូនយើងយកទៅធ្វើទៅសមប្រកបហ្នឹងហើយមានកំហុសឆ្គងអីឬក៏មានចំណុចណាដែលបងប្អូននៅមិនច្បាស់លាស់បងប្អូនអាច comment សួរពគងបាននៅក្រោមវីដេអូเนาะបាទពគងឆ្លើយបងប្អូនយើងជានិច្ចបាទហើយពគងសុំម្យ៉ាងសុំបងប្អូនយើងជួយ like ជួយ comment ពគងជួយ share វីដេអូពគងផងเนาะបាទពគងចែករំលែកនោះមិនដែលទុកមិនដែលដាក់ទេពគងដឹងអីពគងបញ្ចេញនឹងឯងគ្រាន់តែថាវីដេអូមួយវាមិនចេះថាយើងផលិតមកដូចគ្នាទេវីដេអូមួយបងប្អូនទស្សនាទៅបានចំណុច1 2អីចឹងទៅណាបាទហើយវីដេអូមួយទៀតទៅបងប្អូនទស្សនាទៅបានចំណុចអីផ្សេង1 2ទៀតទៅវីដេអូពគងមួយបងប្អូនយើងទទួលបាន12 3ចំណុចវីដេអូមួយទទួលបាន2 3ចំណុចថ្ងៃក្រោយបងប្អូនយើងធ្វើបានល្អហើយបាទព្រោះដោយសារពគងធ្វើកន្លងមកពគងតែងតែជោគជ័យរឿងការចិញ្ចឹមសត្វនឹងដែរព្រោះថ្មីនេះបងប្អូនយើងដឹងស្រាប់ហើយពគងមានជួបបញ្ហាលំបាកឥឡូវនេះពគងវាដូចថាធូរស្រាលមកវិញហើយដោយសារពគងធ្វើការចិញ្ចឹមសត្វនេះឯងហើយការចិញ្ចឹមសត្វនេះបងប្អូនណាបាទយើងពេលដែលយើងដាក់ចិត្តតាំងចិត្តថាធ្វើហើយធ្វើឲ្យជាក់លាក់ច្បាស់លាស់เนาะធ្វើឲ្យជាក់លាក់ច្បាស់លាស់ធ្វើកុំធ្វើចុងដៃចុងជើងណាធ្វើចុងដៃចុងជើងខាតបង់អញ្ចឹងបងប្អូនយើងធ្វើឲ្យច្បាស់លាស់គេហៅថាដៃស្អិតណាបាទដៃស្អិតធ្វើកមឺតពឺតឲ្យមែនតែនយកចិត្តទុកដាក់
ប្រយ័ត្នទាំងយប់ប្រយ័ត្នទាំងថ្ងៃបាទដូចជាសុខភាពសត្វចិញ្ចឹមរបស់យើងព្រឹកឡើងយើងលួចមើលមកសុខភាពសត្វយើងយ៉ាងម៉េចដែរថ្ងៃត្រង់ក៏យើងលួចមើលមកសុខភាពសត្វយើងយ៉ាងម៉េចដែរเนาะហើយពេលល្ងាចពេលយប់ពេលព្រឹកគឺថាយប់ឡើងក៏នៅតែលបមើលដែរពគងលបស្ដាប់មើលមកចិត្តរោងអីគួយចាំស្ដាប់មើលតើមានក្អកមានកដាស់ឬក៏មានសញ្ញាអ្វីមួយអត់នៅពេលយប់អញ្ចឹងណាអញ្ចឹងការថែទាំរបស់យើងគឺយើងអ៊ុតដូចអ៊ុតអាប៉ោងហ្នឹងដូចគេអ្នកលេអាប៉ោងគេអ៊ុតអញ្ចឹងមកណាអញ្ចឹងយើងអ្នកខាងចំសัตว์ហ្នឹងតលប្រឹងអ៊ុតប្រឹងព្យាយាមអញ្ចឹងដែរបានសម្រេចបងប្អូនเนาะបាទហ្នឹងហើយកលឹះសំខាន់ពគងចែងតែយកមកជម្រាបជូនបងប្អូនយើងគ្រប់វីដេអូហ្នឹងឯងវីដេអូមួយបានខ្លះវីដេអូមួយបានខ្លះទៅគ្រប់ចំណុចទៅបងប្អូនយើងយកទៅធ្វើកើតហើយបាទដោយពគងចឹងពគងមានបទពិសោធន៍ទៅពគងចេះចែកម្លែកបងប្អូនយើងទៅបងប្អូនយើងបានពីពគងខ្លះបានពីនេះខ្លះបានពីនោះខ្លះចឹងមកយកមកបូកផ្សំគ្នាទៅណាបាទហើយបងប្អូនយើងអាសាចូលមើលវីដេអូចូលមើល YouTube អីចឹងទៅដើម្បីទទួលបានព័ត៌មានថ្មីបន្ថែមបាទចឹងពគងចឹងឯងទៅតបទៅសិក្សាបដើធ្វើបដើទៅស្វែងយល់បដើទៅเนาะបាទហើយសម្រាប់ពពួកសត្វមាន់នេះនិយាយហើយនិយាយទៀតនៅតែលើការថែទាំហ្នឹងវាមានពេលវាមានរដូវរបស់វាដែរเนาะពេលខ្លះមេឃខែត្រជាក់ហ្នឹងគេថែទាំបែបម៉េចពេលខែក្តៅហ្នឹងគេថែទាំមាន់បែបម៉េចអញ្ចឹងណាពេលខែប្រាំងយ៉ាងម៉េចខែភ្លៀងយ៉ាងម៉េចឲ្យយើងដឹងគ្រប់ជីវសាស្ត្រទៅបានយើងចិញ្ចឹមទៅបានវារលូនតាមហ្នឹងទៅបាទហើយដោយពគងដឹងអស់ហើយបងប្អូនយើងណាពគងចំយូរដែរហើយពគងធ្លាប់ដើរសិក្សាឬក៏ធ្លាប់ដើរបង្រៀនកសិករតាមភូមិអីចឹងផងដែរតាមរយៈអង្គការតាមរយៈអឺដៃគូផ្សេងអញ្ចឹងណាគេជួលពគងទៅបង្រៀនទៅអីចឹងណាបាទហើយខាងពេលខ្លះសហគមន៍ទៅជួលពគងទៅបង្រៀនមកសហគមន៍អញ្ចឹងទៅដើម្បីឲ្យបែកខាងនារីអីគាត់ចេះគាត់អីចឹងព្រោះជាពិសេសខាងនារីគាត់នៅផ្ទះគាត់អាចចិញ្ចឹមគាត់អាចមើលថែគាត់អាចគ្រប់គ្រងបានចឹងទៅខាងបរោះហ្នឹងចេញទៅធ្វើការងារខាងក្រៅទៅរកប្រាក់ចំណូលបានពីផ្នែកផ្សេងគ្នាเนาะបាទគេហៅថាជួយគ្នាក្នុងគ្រួសារដើម្បីឲ្យវាមានការរីកចម្រើនក្នុងបរិបទគ្រួសារយើងបាទចឹងមានអីទេតែកាលណាយើងគិតបានត្រឹមត្រូវយើងធ្វើបានហ្មត់ចត់ហ្នឹងវាបានផលបាទវាបានផលណាដោយពគងអញ្ចឹងដំបូងអត់មានដីនៅទេឥឡូវពគងមានដីធ្វើមិនអស់បាទពគងមានដីធ្វើអត់អស់ទេឥឡូវហ្នឹងក៏ចាប់ផ្ដើមតេបតបកែកុនកែច្នៃហ្នឹងក៏សិតតែលុយទៀតហើយបងប្អូនឃើញហើយเนาะបាទហើយស៊ីម៉ង់ក៏លុយខ្សាច់អីថ្មឥដ្ឋអីណាដែកដឹងអីណាសិតតែលុយទៀតហើយបាទចឹងពេលណាដែលយើងធ្វើទៅវាបានផលអារឿងការយើងធ្វើថែមទៅទៀតវាអត់ជាបញ្ហាទេเนาะយើងយកផលដែលយើងរកបានមកហ្នឹងយកទៅធ្វើយកទៅពង្រីកយកទៅច្នៃទៅបាទហើយតែច្នៃបានច្រើនទៅផលហ្នឹងវាចេះតែបានច្រើនបន្តហូរហែទៅទៀតដែរเนาะបាទចឹងយើងសំខាន់ធ្វើអ្វីបានជោគជ័យហ្នឹងបាទធ្វើអីឲ្យប្រកបធ្វើអីឲ្យបានច្បាស់លាស់ទៅយើងបានផលកម្រៃមកយើងនឹងបន្តទៅធ្វើឈ្មោះទៅធ្វើការងារទៅមុខទៀតបាទដោយពគងតែប៉ុណ្ណេះទៅហើយបងប្អូនអើយតគ្នាទៅមុខហើយខំរៀបចំអាហ្នឹងហើយហ្នឹងនៅមានធ្វើអាក្បែរហ្នឹងទៀតនៅរៀបចំសួនដាំដំណាំដាំច្បារបដោះកូនឈើលក់ទៀតបាទអញ្ចឹងពគងរៀបចំលក្ខណៈហៅថាកសិដ្ឋាននៅក្នុងផ្ទះខ្លួនឯងហ្នឹងមិនចាំបាច់ទៅរកការងារខាងក្រៅទេប៉ុន្តែមុននឹងមិនទៅរកការងារខាងក្រៅហ្នឹងតលតែចេះដែរเนาะបាទតតែមានជំនាញច្បាស់លាស់ថាអាចធ្វើទៅវាបានលុយឬក៏វាបានប្រកបឬក៏វាបានផលអញ្ចឹងណាតែកាលណាយើងធ្វើអត់ទាន់ដឹងណាណីកុំឲ្យទាន់ប្រឡែងដៃបងប្អូនយើងទៅធ្វើកិច្ចការឲ្យគេខ្លះទៅហើយប្រពន្ធឬក៏មេផ្ទះនៅផ្ទះហ្នឹងក៏ទឹកតប់នៅនឹងខ្លះទៅដើម្បីជួយគ្នាដោយពគងបានប្រាប់ពីខាងដើមអញ្ចឹងដល់យើងមានទុនធនធានទំនប់បំរុងខ្លួនឯងបានហើយពគងអត់បានទៅធ្វើការឲ្យគេទេសប្តាហ៍ថ្ងៃគេទៅបីណាគេចង់ជួលអីមិនអត់ទេបងប្អូនយើងចង់ជួលពគងទៅឲ្យទៅកាន់កសិដ្ឋានទៅកាន់អីមិនអត់ទេเนาะ
ប៉ុន្តែប្រគង់ទៅអត់កើតទេដោយសារប្រគង់ទៅចោលរបស់ខ្លួនឯងដល់តែចោលរបស់ខ្លួនឯងស្រេចបាត់ហើយเนาะបាទអញ្ចឹងបានថាតប៉ាណាយើងចេះច្បាស់លាស់ធ្វើអីកើតធ្វើអីបានហើយមិនខ្វះទេបងប្អូនយើងត្រូវការចំណេះដឹងហ្នឹងគឺជាពិសេសហើយព្រោះអីចំណេះដឹងហ្នឹងដែលធ្វើឲ្យយើងបានផលเนาะបាទចឹងបងប្អូនយើងទម្លាប់ធ្វើទាំងអស់គ្នាណាបាទទម្លាប់ធ្វើទាំងអស់គ្នាយូរទៅគង់ទម្លាប់ទេដបងយើងធ្វើអត់បានតែយើងកុំបោះបង់เนาะយើងនៅបន្តខំស្មៅបន្តអដែងធ្វើបន្ថែមទៀតយើងកុំបោះបង់តកាលណាយើងបោះបង់វាធ្វើឲ្យយើងមានការអល់ឯករុញរាច្រើនអញ្ចឹងការងារមួយយើងដូចថាលះនឹងបោះបង់ការងារក្រោយទៀតក៏លះនឹងបោះបង់ដូចគ្នាเนาะបាទចឹងយើងត្រូវធ្វើម៉េចរកវិធីច្នៃបាទធ្វើពេលក្បាច់ហ្នឹងហើយមិនឃើញបានផលរកវិធីច្នៃលៃឲ្យអស់ពីលទ្ធភាពសិនច្នៃដោយរបៀបឆ្លាតវៃណាបាទបែបឆ្លាតវៃបាទព្រោះសពថ្ងៃនេះអឺល្អជាងសម័យពីដើមខ្លាំងណាស់ដោយសារមាន Facebook មាន YouTube ដែលអាចជាមេរៀនជាចងក្រងជាមេរៀនចងក្រងជាប្លង់ចងក្រងជាឯកសារសម្រាប់ឲ្យបងប្អូនយើងឆែកចូលបានគ្រប់កន្លែងដើម្បីថាចង់ដឹងអ្វីមួយเนาะឧទាហរណ៍ថាចង់ដឹងពីការលេខដីឬក៏ចង់ដឹងពីការធ្វើវ៉ាក់សាំងថ្នាំអីចឹងទៅយើងឆែកមើលបានគ្រប់កន្លែងណាបាទអញ្ចឹងសម័យនេះគេហៅថាសម័យទឹកហើយបាទភ្នែកទឹកត្រចៀកទឹកហើយបើមិនចឹងបងប្អូនឃើញទេចង់បានព័ត៌មានអីបងប្អូនចូលទៅ YouTube វាយភ្លុបចេញភ្លាមเนาะសូម្បីតែអ្នកមិនចេះដាំបាយក៏អាចវាយ search ដាំបាយបានហូបដែរចឹងបានថាវាស្រួលធំសម័យយើងនេះហើយបាទសម័យយើងនេះបើសិនណាជាបងប្អូនយើងចង់ចិញ្ចឹមត្រីចិញ្ចឹមកែបចិញ្ចឹមមាន់ចិញ្ចឹមទុងចិញ្ចឹមគោចិញ្ចឹមអីក៏ដោយឲ្យតែពាក់ព័ន្ធនឹងការចិញ្ចឹមសត្វប្រសិនជាបងប្អូនយើងមិនទាន់ចេះបងប្អូនយើងអាចចូលសិក្សាតាម YouTube ហ្នឹងបាទជាពិសេសគឺតាម YouTube ហ្នឹងវីដេអូវែងល្អបាទវីដេអូវែងវីដេអូពេញអញ្ចឹងណាបងប្អូនយើងអាចមានគំរូច្រើនសម្រាប់ដឹកដៃយើងនឹងឲ្យយើងចេះវិភាគចេះពិចារណាទៀតបកកែខាងវិភាគបកកែខាងពិចារណាទៀតឃើញវីដេអូល្មមបងប្អូនយើងធ្វើការហើយបាទហើយធ្វើមិនកើតបងប្អូនយើងនៅតែព្យាយាមចឹងឯងបាទព្យាយាមតើគ្មានអ្វីជាងការព្យាយាមតស៊ូព្យាយាមអត់ធន់បាទហើយច្នៃលៃបដាទៅបាទដោយប្រគងសប្ថ្ងៃក្បាច់ឆ្នៃក្បាច់លៃហ្នឹងមានគ្រប់យ៉ាងអស់ហើយដោយសារយើងធ្វើយូរទៅវាមានបទពិសោធន៍ទៅណាបាទវាមានបទពិសោធន៍ក្នុងការធ្វើបាទអត់មានព្រួយអត់មានបារម្ភថាធ្វើទៅវាមិនបានវាមិនកើតអីអត់មានឃើញអត់គិតឃើញអញ្ចឹងទេเนาะបាទហើយបើសិនណាពេលខ្លះយើងស្មុគស្មាញពេកយើងគិតឃើញតែពីរឿងពិបាកយកមកដាក់មុខគេហៅថាទូលដុំថ្មណាបើសិនជាម្នាក់ទូលតែដុំថ្មធ្វើមិនកើតទេវិញចេះធ្វើមិនកើតទេវិញចុះអញ្ចឹងអត់រីចម្រើនទេចឹងសូមបងប្អូនយើងកុំទូលដុំថ្មឬក៏កុំទាញឲ្យតឹងเนาะបាទធ្វើឲ្យធូរបាទងាយចឹងណាយើងមានប្លង់គំរូមើលហើយទស្សនាហើយយើងតាំងចិត្តធ្វើឲ្យជាក់លាក់ច្បាស់លាស់ទៅយើងមិនជាតឹងតែងទេបាទធ្វើអ្វីមួយបើកាលណាយើងគិតធូរធ្វើទៅក៏វាបានធូរដែរបើសិនជាបងប្អូនយើងគិតរឿងតឹងតែងខ្លាំងធ្វើទៅក៏វាបានតាមនឹងដែរអញ្ចឹងណាចឹងមុខរបរការងារសប្ថ្ងៃវាល្អបំផុតត្រឹមមានការព្យាយាមធ្វើយកចិត្តទុកដាក់ចឹងឯងបាទចឹងឥឡូវជាងពគង្គកំពុងតែតបឃើញបានហើយបដាហើយបាទហើយចាំងខាងហើយសំណាញ់ដែកនឹងដាក់ហើយរោងពគង្គនេះចម្លែកទៀតអញ្ចឹងវាហ្នឹងពគង្គលើកផ្ទាំងមកផ្សារហើយទុកហ្មងដល់ពេលត្រូវការផ្សារហើយរួចរាល់អស់ហើយលើកពាក់ហ្មងណាបាទអញ្ចឹងហ្នឹងអញ្ចឹងសំណាញ់ដែកហ្នឹងលើកពាក់យកតែម្ដងហើយដល់ពេលត្រូវការរុះរើឬក៏កែតម្រង់យ៉ាងណាដោះយកមកផ្ទាំងអញ្ចឹងបាទផ្ទាំងហ្នឹងយើងធ្វើតែម្ដងឯណោះយើងផ្សារតែម្ដងធ្វើតែម្ដងថ្ងៃក្រោយយើងចង់ទៅប្រើទៅលើជាការងារស្អីក៏បានដែរចឹងណាបាទការងារស្អីក៏បានដែរយើង
មានផ្ទាំងហើយស្រេចជើងជាងជាអីចឹងចង់យកទៅធ្វើអីវិញខាំងរនាំងខាំងអីឬក៏កែច្នៃរោងនឹងទូចធំឬក៏ថែមថយអីហ្នឹងគឺយើងធ្វើអីមានរបៀបច្បាស់លាស់ចឹងណាបងប្អូនណោះបាទឥឡូវនេះផ្ទាំងចាំមើលវីដេអូមួយក្រោយទៀតប្រគងពេលដែលគេជាងផ្សារឲ្យអស់ហើយប្រគងធ្វើអាវីដេអូលើកពាក់ហ្នឹងឲ្យបងប្អូនយើងទស្សនាលើកពាក់ទៅបានជាងជុំវិញតែម្ដងបាទហើយការបិទបាំងអីហ្នឹងកុំឲ្យចូលទឹកភ្លៀងកុំឲ្យអីហ្នឹងអាហ្នឹងវាមានភាគច្រើនបងប្អូនយើងប្រើតង់ប្រើដូចជាកណាត់អីយកមកបាំងពីខាងក្រៅសំណាញ់ហ្នឹងកុំឲ្យសាច់ភ្លៀងសាច់អីចឹងណាប៉ុន្តែប្រគងអត់ធ្វើចឹងទេប្រគងធ្វើស័ង្កសីហើយធ្វើទ្វារទល់ណាធ្វើទ្វារទល់ដូចយើងផ្ទះទៀមលក់អីវ៉ាន់ចឹងពេលណាដែលពេលនេះលើកទល់ដាក់កស2ទល់វឹបមកវាវាមានពលឺចូលហើយមានខ្យល់ចេញចូលធ្វើឲ្យលហើយហើយបើសិនជាមានភ្លៀងវិញអត់សាយចូលបានទេដោយសារយើងទ្វារទល់ណាដូចយើងពាក់មួកចឹងដែរហើយចឹងទៅធ្វើឲ្យរោងមន់យើងអត់មានទឹកចូលអត់មានសាយចូលបានអាហ្នឹងសុវត្ថិភាពកាន់តែល្អហើយបើតាយើងចាក់សាបមេនយើងដាក់កាមេនក្នុងរោងតាហ៊ានតាសើមអត់បានទេបងប្អូនណាបាទធម្មតារោងមន់ហាមរឿងសើមបើថាដីក៏បានដែរប៉ុន្តែធ្វើម៉េចឲ្យទួលស្រស់កុំឲ្យសើមនៅពេលខែភ្លៀងឬក៏ខែណាក៏ដោយកុំឲ្យសើមខាងក្នុងតែសើមខាងក្នុងវាងាយនឹងផ្ទុះជំងឺងាយនឹងកើតហានិភ័យផ្សេងធ្វើឲ្យយើងមានផលលំបាកច្រើនបាទអញ្ចឹងរោងមន់ទ្រុងមន់សំខាន់គឺស្ងួតបាទស្ងួតទៅបានវាល្អវាមិនមានកើតមេរោគកើតជំងឺមករាតត្បាតធ្វើឲ្យយើងខាតបង់ហើយបើសិនណាជាសើមពេលខ្លះក៏កើតតែសម្បើលហ្នឹងក៏បងប្អូនយើងពិបាកដែរអញ្ចឹងកាមដែលមុនយកមកចាក់ហ្នឹងបងប្អូនយើងនេះប្រគងចាក់កាមចាំមើលហើយហ្នឹងចាក់សាបរួចហើយរៀបអត់រៀបអីរួចហើយដាក់ស្នាញ់ដាក់អីរួចអស់ប្រគងហាលកាមឲ្យក្តៅរួចយកមកចាក់ក្នុងហ្នឹងពេញមួយបាតហ្នឹងតែម្ដងចាក់អាចដល់តែនេះទាល់តែកម្រាស់មួយទឹកអីទៅណាបាទកម្រាស់មួយទឹកឬមួយទឹកជាងអីទៅណាចាក់ឲ្យក្រាស់អញ្ចឹងឯងបាទហើយបងប្អូនសួរទៀតថាកាមហ្នឹងពេលណាយើងកើបវាចេញបាទកាមហ្នឹងបើសិនណាយើងចាក់ដបងមកវាកាមសុទ្ធ 100% ដល់ពេលយើងចាំមន់យូរទៅវាឡើងអាចម្ដងតិចយូរខែទៅមួយឆ្នាំឬក៏ជិតមួយឆ្នាំអីទៅបើមន់យើងច្រើនវាអាចផុសឡើងមកតែឃើញអាចមន់ផុសឡើងមកហើយតែ70%អីហើយចាំយើងសម្អាតវាណោះយើងកើបវាយកទៅលក់បាទច្រកករងច្រកបេលក់ធ្វើជីធ្វើអីប្រើអញ្ចឹងទៅហើយយើងក៏ហាលកាមថ្មីដាក់ចូលមកទៀតមកប៉ុន្តែមុននឹងចាក់អង្កាមបងប្អូនយើងគួរតែបាញ់ថ្នាំសម្លាប់មេរោគសិនណោះបាទពេលដែលបោសស្អាតហើយធ្វើនេះប្រគងធ្វើហើយបោសសម្អាតលាងទឹកឲ្យស្អាតហើយបាញ់ថ្នាំសម្លាប់មេរោគទុកឲ្យស្ងួតអស់ស្រួលបួលហើយបាច់កបោរួចលាងចេញភាសាទៀតហើយហ្នឹងបានឃើញថាសាបហ្នឹងខាងក្នុងហ្នឹងវាស្ងួតរើងម្ដងទៀតហើយប្រគងហាលអង្កាមឲ្យក្តៅបានចាក់មកតែម្ដងណោះបាទចាក់ឲ្យគៀវាឲ្យស្មើទៅកម្រាស់2ឥតអីទៅណាបាទកម្រាស់បានកាន់តែច្រើនកាន់តែល្អដោយសារវាមិនងាយផុសអាចមកណាពេលណាមន់ជុះទៅវាកាយលិចកើតរាល់ថ្ងៃទៅអាអាចហ្នឹងវាលិចទៅក្នុងអង្កាមហ្នឹងទៅអត់ស្អុយទី1អត់ស្អុយទី2มันមានកើតរោគបាទហើយអង្កាមនេះវាជាប្រភេទដូចថាសងួតណាពេលមន់ជុះមន់អីត្រូវសើមតិចតួចអីសង្កាមវាបឺតស្ងួតអស់ហើយដោយលាមកមន់អីបើសិនណាជាអត់មានអង្កាមជុះទៅបតិបតាពេញស៊ីម៉ងហ្នឹងអាហ្នឹងធ្វើឲ្យស្អុយធ្វើឲ្យកើតមេរោគធ្វើឲ្យពុលមន់តែម្ដងធ្វើឲ្យពុលធ្វើឲ្យកើតរោគងាប់មន់អស់នឹងបងប្អូនដែលចិញ្ចឹមចាក់សាបឲ្យអត់ដាក់កាមណាបាទអញ្ចឹងសំខាន់ណាស់ណាចាក់សាបហើយត្រូវតែដាក់អង្កាមណោះបាទលាងឲ្យស្អាតហើយចាំដាក់អង្កាមបាញ់ថ្នាំសម្លាប់មេរោគបាយកបោអីហើយចាក់អង្កាមអញ្ចឹងប្រគងសូមបញ្ជាក់អត្តដឹងបន្តិចណោះបើសិនណាជាបងប្អូនយើងអាងតែចាក់សាបឲ្យអត់ដាក់អង្កាមទេរោគកើតខ្លាំងជាងនៅនឹងដីទៀតដោយសារអាចវាអត់ទៅណាទេវានៅលើហ្នឹងមាត់ជន់ទៅជន់មកអេសក្បាលអេសមុខអីចឹងទៅហើយយកទៅស៊ីចំណីជន់អាចផងជន់ចំណីលាយឡំគ្នាទៅខ្ទុះជំងឺ
ចឹងពគង់សូមផ្ដាំបងប្អូនយើងថាធ្វើយ៉ាងណាឲ្យក្នុងនឹងស្ងួតហើយបើយើងដាក់កាមច្រើនហើយមួយទៀតបងប្អូនកន្លែងបងប្អូនអត់មានកាមបងប្អូនអាចប្រើអាចរណាបានเนาะបាទប្រើអាចរណាហើយនឹងដីខ្សាច់เนาะអាចរណាហើយដីខ្សាច់ហើយនឹងផេះបាទផេះចង្ក្រានឬក៏ផេះកាមហ្នឹងក៏អាចប្រើបានដែរเนาะបាទផេះបិទពគង់ដាក់កាមក៏អាចមានផេះមានអីខ្លះដែរចាក់មកកដប់សម្រាប់ឲ្យវាលេងเนาะបាទពីព្រោះមន់ចូលចិត្តលេងផេះបាទវាទៅបំពុកហុយលុំហើយធ្វើអញ្ចឹងវាធ្វើដើម្បីសុខភាពរាងកាយវាដែរเนาะដូចថាវាសម្អាតរាងកាយវានឹងតាមរយៈផេះនឹងឯងចឹងពេលណាបង្គង់ចាក់កាមចាក់អីរួចអស់ហើយបង្គង់ចាក់ផេះមកកដប់បើរកផេះអីមិនបានទេរកអាផេះកាមអាកន្លែងគេបិទធ្វើបិទស្រាបអីហ្នឹងណាយើងទៅរកសុំផេះគេឬក៏ទិញជីវទិញផេះគេហ្នឹងមកចាក់សម្រាប់ឲ្យមន់យើងលេងសារផេះហ្នឹងក៏វាសម្លាប់មេរោគវាធ្វើឲ្យទ្រុងយើងស្ងួតស្អាតចឹងណាបាទចឹងតិចនិចពូគង់ប្រាប់បងប្អូនយើងច្រើនណាបើពូគង់ចេះអីដឹងអីហើយពូគង់មិនដែលលាក់លៀមទេបាទប្រាប់ឲ្យបងប្អូនយើងឲ្យយល់នៃយល់ការអញ្ចឹងទៅបងប្អូនយើងធ្វើហាក់បីដូចជាមានគំរូស្រាប់សម្រាប់ធ្វើអញ្ចឹងណាបាទហើយអ្វីដែលពូគង់អត្ថាធិប្បាយកន្លងមកនេះគឺសត្យធាតុពិតដែលពូគង់ធ្លាប់ធ្វើเนาะបាទធ្លាប់ធ្វើហើយធ្លាប់ទទួលបានផលទៀតបាទអញ្ចឹងណាចឹងឥឡូវពូគង់មានអីច្រើនទេសុំពីបងប្អូនវិញពូគង់សុំតារឿង like ហើយនឹង comment share វីដេអូពូគង់ផងเนาะបាទហើយបើសិនជាបងប្អូនយើងថាចង់ឲ្យពូគង់សប្បាយចិត្តចេញវីដេអូកាន់តែច្រើនទៀតដោយពូគង់បាននិយាយដដែលអញ្ចឹងថាសុំ like សុំ comment ព្រោះអីYouTube បាទ YouTube ក៏ដោយ Facebook ក៏ដោយគេត្រូវការ like ត្រូវការ comment នេះឯងបាទបងប្អូនយើងគ្រាន់តែ comment ថាល្អអញ្ចឹងក៏បានមានន័យយ៉ាងជ្រៅដែរសម្រាប់ពូគង់បាទបងប្អូនខ្លះ comment ជាបេះដូងបងប្អូនខ្លះ comment ជាមេដៃឬក៏ជាអក្សរអីចឹងណាបាទជាការលើកទឹកចិត្តឲ្យពូគង់នឹងឃើញថាមានបងប្អូនយើងចូលចិត្តច្រើនពូគង់បញ្ចេញវីដេអូថ្មីទៀតបន្តិចទៀតហ្នឹងពូគង់រៀបចំត្រង់ហើយហ្នឹងពូគង់ធ្វើវីដេអូអំពីការរើសពងយកទៅថែទុកអាម៉េចបានល្អហើយដល់ពេលយកទៅភ្ញាស់ធ្វើអាម៉េចបានល្អអញ្ចឹងណាបាទអញ្ចឹងវីដេអូហ្នឹងបញ្ចប់ត្រឹមប៉ុណ្ណឹងសិន